សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពជាទីស្រឡាញ់ជាទីរាប់អានមកមើលតំណាំមើលក្រៅផ្ទះដាំបន្លែទុកគាត់ហូបដែលពេលឲ្យភ្លៀងមកមានដុះអីស្បៃអីអត់ដុះលីងដុះតែតកួនដោយសារតកួនស្រួលដាំជាងគេដំណាំត្រកកួនស្រួលដាំជាងគេហើយបើស្បៃវាមានដុះអីមួយធ្វើរងឥឡូវអារងនឹងលាយចូលគ្នាអស់ហើយភ្លៀងមកនេះទេសភាពក្រៅផ្ទះអ្នកស្រុកស្រែស្រុកចំការមានដើមឈើជំវិញហើយក្រោយនោះមានចកាទុរេនគេហើយគៀនហ្នឹងមានភ្នំមានអីតំណាំលើភ្នំគេឃើញគេដាំដូចជាដលងពោតសដែកហើយមួយរយៈនេះភ្លៀងច្រើនអាចមានបានទៅណាថាទៅដកប៉ាថាទៅដកដលងហើយនឹងសដែកអត់មានបានទៅដកទេភ្លៀងទឹកលិចកន្លែងតំណាំអស់ទៅផ្ទះមានធ្វើអីលេងថតជុំវិញផ្ទះលេង